មួយអ៊ំមាន con ជាមួយសមត្ថនៅថៃនឹងមែនអ៊ំអូយកូនមកឯងខ្ញុំចង់និយាយដល់ទេកូនទៅកាត់ញូរតែស្គាល់អីជួយអអានេះខ្ញុំសុំនិយាយអ៊ំមកខាងខ្ញុំមករកអ៊ំចាខ្ញុំមករកអ៊ំនេះគឺខ្ញុំមកដោយចិត្តខ្ញុំផ្ទាល់តែមិនមែនចង់ឈ្នះវាទេព្រោះខ្ញុំអត់ពេញចិត្តនឹងកវើរបស់កូនអ៊ំប៉ុន្តែខ្ញុំអាណិតអ៊ំខ្ញុំអាណិតអ្នកទាំងអស់គ្នាហើយគាត់ធ្វើទៅដោយចិត្តអត់សំដែងទេប៉ុន្តែនេះគឺជាឪរបស់ច្រមុះហ្នឹងណាចាឪរបស់ច្រមុះដែលគាត់អង្គុយជេរប្រទេសកម្ពុជាទាំងអស់ឃើញដល់វាចានេះគាត់ជាម្ដាយចុងមែនគាត់ជាឪក៏គាត់កាន់ជើងកូនដែរអត់ទេចានេះសង្គមទាំងអស់គ្នាឲ្យឃើញថាគាត់គឺជាឪរបស់ច្រមុះផ្ទាល់គាត់អត់កាន់ជើងទង្វើកូនរបស់គាត់ទេកាន់ជើងទេចាគាត់អត់កាន់ជើងទេចាអញ្ចឹងហើយអ្នកទាំងអស់គ្នាគឺជាឪគាត់ផ្ទាល់ឃើញសភាពឪគាត់ហើយអាណិតប៉ាខ្ញុំក៏រូបរាងគាត់អញ្ចឹងដែរចឹងហើយនេះខ្ញុំមានលុយបន្តិចតួចហើយវាជាម្ហូបមកជួយបងប្អូនទាំងអស់គ្នាទាំងអស់គ្នាជាពិសេសខ្ញុំតាមរកតឃើញចានេះគឺវាអូខ្ញុំចង់ដឹងថាចង់លើពីចិត្តអ៊ំទួលមកថាអ៊ំមានកូនស្រីអកតញ្ញូបែបនេះដែលអង្គុយជេរប្រទេសកម្ពុជាដាក់បដាសាប្រទេសកម្ពុជាអ៊ំមានអារម្មណ៍មិនដែរអ៊ំឈឺចាប់ខ្លាំងហ្មងខ្លាំងឈឺចាប់ខ្លាំងទេនិយាយចេញអត់រួចតែមានកូនអញ្ចឹងមែនអត់មានកូនបែបនេះចានេះឯងជេរប្រទេសកម្ពុជានេះឯងជេរចុះប៉ុន្តែឪរបស់នេះឯងតែហូបកន្លែងអត់មានទេគាត់អត់ដឹងថាឪគាត់ពិបាកមិនទេព្រោះអីគាត់ស្រួលឡើយវាដឹងអូនមិនមែនវាមិនដឹងទេប៉ុន្តែមនុស្សវាអកតញ្ញូអញ្ចឹងហ្មងនិយាយមិនដឹងចាវាបំពេញហ្មងអ្នកទាំងអស់គ្នានេះគឺជាឪរបស់ច្រមុះតែខ្ញុំជាម្ដាយចង់ហើយម្ដាយចង់តែនិយាយរួចខ្ញុំទេវិធីទីខ្ញុំសពបែបយ៉ាងចានេះគឺសម្ដីផ្ទាល់របស់ឪនេះអ្វីចង់តាមផ្ញើដល់កូនឪតែឪនិយាយតាមចិត្តឪមិនបាច់ភ្លេចពួកខ្ញុំស្អប់ឪនិយាយអត់ចេញនោះឪនោះអត់និយាយអីទាំងអស់តែឪមានកូនតែមួយនឹងតែឪមានពីរតែប្រុសអត់តូចអូយសេអូយអរគុណបងប្រុសដែលបានអត់កាត់រោមានសន្តានថោកខ្ញុំសុំចែមួយឪកុំខាត់ណាមានសន្តានថោកអត់ស្គាល់ឪទេចាសន្តានវាថោកណាស់បងប្អូននេះគឺជាឪបងនេះចំមកផ្ទាល់ដែលហៅថាមីខៃមុខនៅថៃនេះគឺសភាពឪរបស់គាត់គួរអរណិតខ្ញុំឃើញឪដែលពាក់អាវខៀវនឹងឪឯងនឹងដេកនឹងខ្ញុំអត់ស្នោះខ្ញុំតែមកអ៊ីគេថាមានចិត្តចង់ជួយមែនអីខ្ញុំដើរជួយគេគ្រប់គ្នាចាខ្ញុំខ្លាចគេបន្លំខ្ញុំថាខ្លាចគេបន្លំអូខ្លាចគេមកបន្លំសោកយកទីតាំងឲ្យសៀមនឹងមែនចាខ្ញុំកូនខ្ញុំសៀមប៉ុន្តែខ្ញុំអត់កាន់ជើងទេទង្វើអាក្រក់គឺអាក្រក់ល្អគឺល្អខ្ញុំនៅខ្ញុំរស់នៅប្រទេសកម្ពុជាស្រីប្រទេសកម្ពុជាខ្ញុំដល់ខ្ញុំឃើញនេះចំមកវាមើលងាយប្រទេសកម្ពុជាហើយចេះខ្ញុំមកតែចេះខំឯណាតែដល់ឃើញឃ្លីគាត់ណាវាហួសហេតុពេកចាវាហួសហេតុពេកខ្ញុំជាកូនខ្មែរម្នាក់ខ្ញុំឈឺហើយខ្ញុំលឺថាមិនបាច់តាម៉ែចង់នេះទៅបីតាឪរបស់វាក៏វាអត់រឹករោដែរអ៊ំដឹងមិនអត់វានិយាយថាចេះសូមឲ្យក្រឹកពេអា S16 ធ្លាក់ចំក្បាលនេះអាសាតាមមុនមកអស់ទៅនិយាយចឹងវាស្អប់ណាស់ខ្ញុំក៏សានធូបពេកដែរខ្ញុំក៏ថាឲ្យប្រទេសសៀមពីខ្ញុំទៅអ៊ីគូណាវាធ្វើទៅនេះខ្ញុំទឹកទេតែដល់ប៉ូលីសសួរខ្ញុំថាយាយតាគឺមិនថាកូននៅតាមមកសារភាពទៅវាអត់ទាន់ហូបពីទេអ៊ំខ្ញុំឥឡូវខ្ញុំចង់សួរអ៊ំដោយពិតប្រកបថាជួបបើសិនណាតាចំមកប្រទេសកម្ពុជានោះមានតែដាក់តោវាអ៊ំមានអារម្មណ៍យ៉ាងម៉េចដែរនេះខ្ញុំសួរដាក់អីដាក់តោខ្ញុំអត់ទទួលស្គាល់ទេដាក់ខ្ញុំទៅចាំថាវាចូលទៅដីកម្ពុជាជំនឿប្រជាជនមកឡើងក្រុមមកហើយគឺគ្រូសាវាត្រូវទទួលទោសនៅដែលវាបានធ្វើចា